Hello everybody សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងតមេរៀនយើងទៀត Lesson 13មេរៀនទី13 Is there any wine in the bottle Is there any wine in the bottle បានន័យថាតើមានស្រាខ្លះទេនៅក្នុង10 bottle 10 wine ស្រា Is there តើមានបើ there is មានដល់ពេលប្រយោគសំណួរយើងលើក to be ដាក់នៅពីមុខវិញមកទៅជា is there តើមានអូខេយើងមើលពាក្យវាសិនចាំយើងអានការសន្ទនានោះនេះអានថា P P សណ្ដែក chicken chicken សាច់មាន់ wine ស្រា rice បាយអង្ករឬមកក៏ស្រូវណាចាកឡពាងកំប៉ុងអលប្រេងឬមកក៏ខ្លាញ់ចាក់នឹងក្អមថោឬមកក៏ផើង lemon ក្រូចឆ្មា onion ខ្ទឹមបារាំង orange ក្រូចពោធិ៍សាត់ឬមកក៏ពណ៌ទឹកក្រូចក៏បាន tomato ប៉េងប៉ោះ mushroom ផ្សិត fridge ហ្នឹងទូទឹកកក freezer ហ្នឹងក៏ទូទឹកកកដែរណា empty ទទេអត់មានអីសោះបានន័យថារលីង meat សាច់ bottle 10អូខេឥឡូវយើងអានការសន្ទនាហើយខ្ញុំអាននេះឲ្យស្ដាប់ដល់ទៅសិនP chicken wine rice ចា all ចាក់ lemon onion orange tomato mushroom fridge freezer empty meat bottle okay look at the conversation មើលការសន្ទនាដូចជាមិនសន្ទនានេះជាប្រយោគធម្មតាមើលប្រយោគវិញនេះរបៀបប្រយោគស្របប្រយោគបដិសេធនេះ there's some rice in the jar បានន័យថាមានអង្ករខ្លះនៅក្នុងកឡ there's some milk in the bottle មានទឹកដោះគោខ្លះនៅក្នុងដប there's some sugar in the jar មានស្ករសខ្លះនៅក្នុងកឡ the apostrophe s នេះមកពី there is ប៉ុន្តែយើងសរសេរកាត់ there's ចេញសំឡេង the apostrophe s there's some oil in the bottle មានប្រេងខ្លះនៅក្នុងដប there's some water in the jug មានទឹកខ្លះនៅក្នុងថូ there's some wine in the bottle មានស្រាខ្លះនៅក្នុងដបអានេះ there is ប៉ុន្តែអានេះ there are វិញនេះ there are ជា plural ជាពហុវចនៈអញ្ចឹងយើងប្រើ there are អត់មែនប្រើ there is ទេ there are some apples on the table មានផ្លែប៉ោមខ្លះនៅលើតុ there are some eggs on the table មានស៊ុតខ្លះនៅលើតុ
There are some oranges on the table. There are some oranges on the table មានក្រូចខ្លះនៅលើតុ There are some bananas on the table. There are some bananas on the table មានចេកខ្លះនៅលើតុ There are some lemons on the table. There are some lemons on the table មានក្រូចខ្លះនៅលើតុក្រូចឆ្មា lemon ដល់ពេល orange ក្រូចពោធិ៍សាត់អានេះប្រយោគបដិសេធប្រយោគបដិសេធយើងក៏ថែម not នៅពីមុខនេះមកនេះនៅពីក្រោយ to be there isn't អញ្ចឹងយើងអានភ្ជាប់វាអាន connect វា there isn't មកពី there is not there isn't any butter there isn't any butter បានន័យថាអត់មាន bơ ខ្លះទេ there isn't any beer there isn't any beer អត់មានស្រាខ្លះទេ there aren't any tomatoes there aren't any tomatoes បានន័យថាអត់មានប៉េងប៉ោះខ្លះទេ there aren't any mushrooms there aren't any mushrooms អត់មានផ្សិតខ្លះទេ there aren't any eggs there aren't any eggs បានន័យថាអត់មានស៊ុតខ្លះទេស៊ុតហ្នឹងពងមាន់ពងទាយើងណា the fridge is empty the fridge is empty បានន័យថាទូទឹកកកហ្នឹងគឺទទេអត់មានអីសោះអត់មានអីខ្លះទេអានេះប្រយោគសំណួរនេះប្រយោគសំណួរអានេះមិញជាប្រយោគអាមាន not ជាប្រយោគបដិសេធហើយអាលើកអាមាន to be នៅពីមុខចេះហ្នឹងគេហៅប្រយោគសំណួរនេះ Is there any butter in the fridge Is there any butter in the fridge តើមានប៊ឺខ្លះទេនៅក្នុងទូទឹកកកបើអត់មានយើងឆ្លើយថា No there isn't បើមានយើងឆ្លើយថា Yes there is តែនេះយើងអត់មានបើមានយើងឆ្លើយចេះនេះគេសួរថា Is there any butter in the fridge តើមានប៊ឺខ្លះទេនៅក្នុងទូទឹកកកដល់ពេលអត់មានយើងឆ្លើយថា No there isn't យើងគ្រាន់ថែម is not មកវាคล้ายទៅជាប្រយោគបដិសេធដែរតែបើប្រយោគស្របបើមានយើងឆ្លើយថា Yes there is យើងដក not ចោលមកអាហ្នឹងបែរថាវាមានបើមើលក្រោមទៀត Are there any eggs in the fridge Are there any eggs in the fridge តើមានស៊ុតខ្លះទេនៅក្នុងទូទឹកកកនេះបើមានយើងឆ្លើយថា Yes there are បាទឬមកចាស់មាននេះ Are there any tomatoes in the fridge Are there any tomatoes in the fridge តើមានប៉េងប៉ោះខ្លះទេនៅក្នុងទូទឹកកកបើអត់មានទេយើងឆ្លើយថា No there aren't No there aren't ចុះបើមានយើងឆ្លើយថាបន្តិចយើងឆ្លើយថា Yes Yes there are យើងលុប not ចោល Yes there are អញ្ចឹងយើងបកថាបាទឬមកប្រចាស់មានអូខេឥឡូវខ្ញុំអានឲ្យអ្នកទាំងអស់គ្នាស្ដាប់ម្ដងទៀតចាំស្ដាប់ទាំងអស់គ្នា There's some rice in the jar There's some milk in the bottle There's some sugars in the jar There's some oil in the bottle There's some water in the jug There's some wine in the bottle There are some apples on the table There are some apples on the table There are some eggs on the table There are some oranges on the table There are some oranges on the table
There are some bananas on the table. There are some bananas on the table. There are some lemons on the table. There are some lemons on the table. There are some onions on the table. There are some onions on the table. There isn't any butter. There isn't any butter. There isn't any beer. There isn't any beer. There aren't any tomatoes. There aren't any tomatoes. There aren't any mushrooms. There aren't any mushrooms. There aren't any eggs. There aren't any eggs. The fridge is empty. The fridge is empty. Is there any butter in the fridge? Is there any butter in the fridge? No, there isn't. Yes, there is. Are there any eggs in the fridge? Are there any eggs in the fridge? Yes, there are. Are there any tomato in the fridge? Are there any tomato in the fridge? No, there aren't. Yes, there are. អូខេមេរៀនយើងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយឃើញថាបងប្អូននឹងអាចយល់ច្រើនបើសិនជាមានចម្ងល់ចំណុចណាមួយបងប្អូនអាច comment នៅក្រោមវីដេអូនេះបានខ្ញុំនឹង reply តាមដែលអាចធ្វើទៅបានអរគុណច្រើនបាយបាយ